ល្ងាចថ្ងៃសៅរ៍ទី18កក្កដាអគ្គបញ្ជាការដ្ឋានកងទ័ពអាមេរិកប្រចាំតំបន់ដើមបូព៌ាហៅកាត់ថា CENTCOM បានផ្សាយដំណឹងថាមានយោធាអាមេរិកចំនួន2នាក់បានស្លាប់ដោយរងការវាយប្រហាររបស់អ៊ីរ៉ង់នៅឯមូលដ្ឋានទ័ពអាមេរិកនៅប្រទេសយ៉ូដានីក្រៅពីនេះមានយោធាម្នាក់ទៀតបាត់ខ្លួនរកមិនទាន់ឃើញនិងរបួសធ្ងន់4នាក់គិតចាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានចាប់ផ្ទុះឡើងនៅចុងខែកុម្ភៈមកគឺមានយោធាអាមេរិកស្លាប់ចំនួន16នាក់ហើយយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី19កក្កដានេះកងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារកាន់តែខ្លាំងឡើងទៅលើតំបន់ភាគខាងត្បូងអ៊ីរ៉ង់តាមបណ្ដោយឆ្នេរឈូងសមុទ្រពេកនិងក្បែរច្រកសមុទ្រអុកម៉ូស CENTCOM បានអះអាងថាប្រតិបត្តិការវាយប្រហារបានសម្ដៅទៅលើទីតាំងយោធារបស់ក្រុមឆ្មាំបដិវត្តអ៊ីរ៉ង់និងជាទីកន្លែងដែលអ៊ីរ៉ង់បានបើកការវាយប្រហារបង្កឲ្យស្លាប់យោធាអាមេរិកនៅហ្សូដានីជាការសងសឹកវិញកងឆ្មាំបដិវត្តអ៊ីរ៉ង់នៅព្រឹកថ្ងៃអាទិត្យនេះបានវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិក2ទីតាំងទៀតនៅប្រទេសកូវេតចំណែកនៅបារ៉ែនវិញសម្លេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺកងរំពងឡើងខណៈគ្រាប់មីស៊ីលនិងដ្រូនអ៊ីរ៉ង់សម្ដៅហោះមកចរាចរណ៍នាវាដឹកទំនិញនៅច្រកសមុទ្រអុកម៉ូសបន្តរាំងខ្ទប់ទាំងស្រុងបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើនាវាច្រើនគ្រឿងប៉ុន្មានថ្ងៃចុងក្រោយនេះបណ្ដាញទូរទស្សន៍អ៊ីរ៉ង់វិញបានផ្សាយសាររបស់អគ្គមគ្គុទ្ទេសកកំពូលអ៊ីរ៉ង់ Mojtaba Khamenei ដែលមានខ្លឹមសារថាអ៊ីរ៉ង់នឹងផ្ដល់មេរៀនឲ្យអាមេរិកចងចាំជារៀងរហូតសារនេះបានលើកឡើងទៀតថាកិច្ចព្រមព្រៀងបឋមចុះហត្ថលេខាកាលពីថ្ងៃទី17មិថុនាត្រូវអាមេរិករំលោភបំពានច្រើនដងដែលនេះបញ្ជាក់ថាហត្ថលេខារបស់ប្រធានាធិបតីអាមេរិកគ្មានតម្លៃបន្តិចណាសោះឡើយគូក៏សម្គាល់ថា7ថ្ងៃជាប់គ្នាមកហើយដែលកងទ័ពអាមេរិកបានបើកការវាយប្រហារទៅលើអ៊ីរ៉ង់ដើម្បីកំទេចសមត្ថភាពរំខានរោគរឿងរបស់អ៊ីរ៉ង់នៅច្រកសមុទ្រអុកម៉ូសអ៊ីរ៉ង់បានវាយបកមកវិញទៅលើបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពេកនៅយប់ថ្ងៃសុក្រស្ថានីយ៍ផលិតប្រេងដ៏ធំមួយនិងស្ថានីយ៍បន្សាបទឹកសមុទ្ររបស់កូវេតបានរងការខូចខាតធ្ងន់ធ្ងរចំណែកស្ថានីយ៍ផលិតចរន្តអគ្គិសនីមួយទៀតក៏រងការខូចខាតយ៉ាងដំណំដែរបង្ខំឲ្យអាជ្ញាធរប្រទេសកូវេតសម្រេចចិត្តបិទផ្នែកខ្លះនៃម៉ាស៊ីនផលិតចរន្តអគ្គិសនីគូបញ្ជាក់ថាស្ថានភាពនេះកំពុងតែធ្វើឲ្យប្រទេសកូវេតប្រជាជនព្រួយបារម្ភជាខ្លាំងដោយឃើញថាប្រព័ន្ធការពារផ្លូវអាកាសកូវេតមិនអាចទប់ទល់ជាមួយនឹងដ្រូនឬមីស៊ីលអ៊ីរ៉ង់កូវេតស្ថិតនៅតំបន់វាលខ្សាច់ក្តៅហួតហែងសីតុណ្ហភាពបច្ចុប្បន្នឡើងដល់47អង្សាសេគ្មានចរន្តអគ្គិសនីនិងទឹកសាប្រើប្រាស់គឺជារឿងមួយភ័យបារម្ភបំផុតបន្ទាប់ពីរោងចក្រអគ្គិសនីនិងរោងចក្របន្សាបទឹកសមុទ្រត្រូវអ៊ីរ៉ង់វាយកំទេចជាបន្តបន្ទាប់ការវាយប្រហារមកលើទីតាំងស៊ីវិលដ៏សំខាន់ទាំងនេះត្រូវបានក្រុមប្រឹក្សាប្រទេសតំបន់ឈូងសមុទ្រចាត់ទុកថាគឺជាឧក្រិដ្ឋកម្មសង្គ្រាមធ្វើឡើងដោយកងឆ្មាំបដិវត្តអ៊ីរ៉ង់អ៊ីរ៉ង់ប្រកាសផ្អាកការប្រាជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយនឹងសហរដ្ឋអាមេរិកហើយអ្នកចរចាអ៊ីរ៉ង់បានឲ្យដឹងថាទីក្រុងតេហ៍រ៉ង់បានផ្អាកការប្រាជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបណ្ដោះអាសន្នជាមួយនឹងសហរដ្ឋអាមេរិកហើយក្នុងខណៈដែលសមរភូមិនៅច្រកសមុទ្រអូម៉ូសអាចនឹងមានការកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងពេលនេះការគំរាមវាយប្រហារខ្លាំងក្លាពីបញ្ជាការសហរដ្ឋអាមេរិកបានឲ្យដឹងថាវាឈានចូលដល់ថ្ងៃទី7ហើយដោយត្រូវវាយប្រហារទីតាំងឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធភស្តុភារយោធាកន្លែងផ្ទុកអាវុធក្រោមដីនិងសមត្ថភាពដែនសមុទ្ររបស់អ៊ីរ៉ង់កាហ្សាមការីបាបាឌីអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍រដ្ឋថាសហរដ្ឋអាមេរិករំលោភលើការប្រាជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាមួយខែមុនហើយឥឡូវនេះអ៊ីរ៉ង់លែងអនុវត្តវាទៀតហើយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកគឺបានវាយប្រហារលើរោងចក្រអគ្គិសនីរោងចក្រចម្រាញ់ទឹកប្រៃមួយកន្លែងនៅក្នុងខេត្តអូម៉ូស្កានភាគខាងត្បូងនៃទឹកដីអ៊ីរ៉ង់ទូរទស្សន៍រដ្ឋ IRNA បានឲ្យដឹងថារោងចក្រចម្រាញ់ទឹកប្រៃបូនជីត្រូវបានបំផ្លាញដោយប៉ះពាល់ដល់មនុស្សជាង 10000 នាក់ហើយរោងចក្រចម្រាញ់ទឹកប្រៃមួយកន្លែងនៅកាហ្សឹមដែនកោះមួយនោះក៏មានការប៉ះពាល់នឹងខូចខាតផងដែរយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់បន្តថាការវាយប្រហារពេញមួយយប់បានបំផ្លាញផ្លូវរូងក្រោមដីចំនួន2ស្ពាន1រំខានដល់ផ្លូវ highway ចំនួន1នៅទីក្រុង Bandar Abbas ដែលជាកំពង់ផែសំខាន់របស់អ៊ីរ៉ង់ IRNA បានឲ្យដឹងថាស្ពានចំនួន3រងការវាយប្រហារនៅថ្ងៃសៅរ៍ទី18កក្កដាហើយស្ពាន1គឺឆ្ពោះទៅកាន់ទីក្រុង Bandar Abbas នោះផងដែរអ៊ីរ៉ង់បានទទួលស្គាល់ថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលកើតមានឡើងពីសំណាក់សហរដ្ឋអាមេរិកហើយបង្កើតឲ្យមាននៅផលប៉ះពាល់ខ្លាំងមួយកើតឡើង
យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់បានព្រមានថាប្រទេសដែលមានកងកម្លាំងអាមេរិកជាម្ចាស់ផ្ទះគួរតែត្រៀមខ្លួនចំពោះការឆ្លើយតបពីសំណាក់ពួកគេអាញាធររ៉ង់បានឲ្យដឹងថាមនុស្ស50នាក់បានស្លាប់500នាក់រងរបួសនៅក្នុងការវាយប្រហារ3សប្តាហ៍ចុងក្រោយពីសំណាក់សហរដ្ឋអាមេរិកហើយការវាយប្រហារមកលើស្ពានកាលពីថ្ងៃសុក្រទី17កក្កដាបានបណ្ដាលឲ្យមនុស្ស8នាក់ស្លាប់ភ្លាមៗមន្ត្រីអាមេរិកទទួលស្គាល់ថាសមាជិកកងទ័ពអាមេរិកចំនួន13រូបក៏រងនៅផលប៉ះពាល់ផងដែរពីការវាយប្រហារពីសំណាក់អ៊ីរ៉ង់ក្នុងរយៈពេល3សប្តាហ៍ចុងក្រោយដោយប៉ះពាល់ទៅហ៊ានកងទ័ពជើងគោកចំនួន10នាក់និងកងនាវិកចំនួន3នាក់អាមេរិកបានសរុបឲ្យដឹងថាមានទាហានរបស់ពួកគេនៅក្នុងសង្គ្រាមមុនស្លាប់ចំនួន14នាក់និងរបួស427នាក់អ៊ីរ៉ង់នៅក្នុងពេលនេះនៅបន្តបិទច្រកសមុទ្រអូម៉ូសតទៅទៀតធ្វើឲ្យតម្លៃប្រេងឡើងថ្លៃហើយផ្ដល់ឲ្យទីក្រុងតេរ៉ង់នៅឥទ្ធិពលដ៏សំខាន់នៅក្នុងការចរចាអ៊ីរ៉ង់បានឲ្យដឹងថាច្រកមួយនេះត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងផ្ដាច់មុខរបស់ខ្លួនហើយនាវានានាត្រូវតែបង់ថ្លៃសេវាដល់ទីក្រុងតេរ៉ង់ទោះបីជាពិភពលោកច្រើនទសវត្សរ៍ហើយតែងតែចាត់ទុកវាជាផ្លូវទឹកអន្តរជាតិក៏ដោយនោះសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថាការដែលពួកគេវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយមកលើអ៊ីរ៉ង់នេះគឺដោយសារតែអ៊ីរ៉ង់បានបាញ់ប្រហារមកលើនាវាពាណិជ្ជកម្មដែលឆ្លងកាត់នៅទីនោះហើយมันអាចអនុវត្តនៅការបើកច្រកសមុទ្រអូម៉ូសឲ្យបានពេញលេញទៅវិញតាមការសន្យាហើយលោកត្រាំក៏បន្តគម្រាមកំហែងដើម្បីដាក់គោលដៅលើរោងចក្រថាមពលស្ពានបង្ខំឲ្យអ៊ីរ៉ង់ពិនិត្យពិច័យទៅលើការបញ្ញាចិត្តរបស់ខ្លួនឡើងវិញសហរដ្ឋអាមេរិកក៏បានដាក់ចេញនូវការបិទផ្លូវកងទ័ពជើងទឹកអ៊ីរ៉ង់ឡើងវិញផងដែរដើម្បីបញ្ឈប់ការដឹកជញ្ជូនតែប្រេងរបស់ខ្លួនពួកគេបាននៅច្រកសមុទ្រអូម៉ូសនោះបរិមាណថាមពលនៅក្នុងពេលនេះរបស់អ៊ីរ៉ង់ក៏ត្រូវបានរាយការណ៍ថាមានការធ្លាក់ចុះហើយมันអាចមានការដឹកជញ្ជូនតាមបំពង់បង្ហូរបាននោះទេសហរដ្ឋអាមេរិកបានលើកឡើងផងដែរថាការចរចាជាមួយអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែរគឺកំពុងតែមានការអូសបន្លាយពេលដ៏ធំបំផុតមួយបន្ទាប់ពីមានការវាយប្រហារទៅលើប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាឥឡូវនេះអាញាធរគុយវ៉ែតបានបញ្ជាក់បន្ថែមអំពីការខូចខាតដែលបានកើតមានឡើងដោយការវាយប្រហាររបស់អ៊ីរ៉ង់បន្តទៀតនៅថ្ងៃសៅរ៍ទី18កក្កដាគឺមកលើរោងចក្រប្រេងមួយកន្លែងហើយក៏ដូចជារោងចក្រចម្រាញ់ទឹកប្រៃដូចគ្នាដែលសហរដ្ឋអាមេរិកវាយប្រហារទៅកាន់អ៊ីរ៉ង់ក៏ប៉ុន្តែក្រុមហ៊ុនទាំងពីរបដិសេធមិនបានផ្ដល់អំពីព័ត៌មាននៃទីតាំងដែលអ៊ីរ៉ង់វាយប្រហារឡើយគ្រាន់តែឲ្យដឹងថាមានអ្នករងរបួសនៅរោងចក្រប្រេងហើយបណ្ដាលឲ្យមានអគ្គិភ័យឆាបឆេះនៅរោងចក្រចម្រាញ់ទឹកប្រៃដែលបង្ខំឲ្យអង្គភាពផលិតថាមពលបារ៉ែនបិទទ្វារគុយវ៉ែតគឺជាប្រទេសមួយដែលពឹងផ្អែកទៅលើការចម្រាញ់ទឹកប្រៃសម្រាប់ទឹកស្អាតដល់ទៅ90%នៅក្នុងនាមជាប្រទេសវាលខ្សាច់គុយវ៉ែតបានដឹងថាអ្នកពន្លត់អគ្គិភ័យក៏បានរងរបួសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់ផងដែរហើយក្រុមហ៊ុនអាកាសចរគុយវ៉ែតបានខកខាននៅក្នុងការបញ្ចេញជើងហោះហើរទាន់ពេលវេលាទៅនឹងមករាជធានីក្រៅតែពីនេះមានដូចជាប្រទេសអ៊ីរ៉ាក់ក៏បានបញ្ជាក់អំពីការដែលពួកគេត្រូវបានអ៊ីរ៉ង់វាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមកកាន់ទីក្រុងអ៊ីប៊ីលសកដានីបានបញ្ជាក់ថាប្រព័ន្ធការពារដែនអាកាសពួកគេបានបាញ់ទម្លាក់មីស៊ីអ៊ីរ៉ង់ហើយសារ៉ែនបានបន្តបន្លឺឡើងដើម្បីឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនៃការវាយប្រហារសារជាថ្មីកើតមានឡើងនៅលើទឹកដីបារ៉ែនវិញក្រសួងមហាផ្ទៃនៃប្រទេសនេះណែនាំឲ្យពលរដ្ឋខ្លួនផ្អាកការធ្វើដំណើរទៅកាន់ទីដែលគ្មានសុវត្ថិភាពជាពិសេសនៅក្នុងភាគខាងជើងនៃដែនកោះបន្ទាប់ពីមានការព្រមានពីសំណាក់អ៊ីរ៉ង់ថាមូលដ្ឋានមួយចំនួនរបស់សហរដ្ឋអាមេរិកអាចនឹងរងការវាយប្រហារហើយនៅទីនោះគេបានដឹងថាមានមូលដ្ឋានកងទ័ពឈូហ្វែដែលជាលំនៅរបស់កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកក្នុងតំបន់អាចាសេរ៉ាបណ្ដាញសារព័ត៌មានរបស់កាតាបានឲ្យដឹងថាកម្រិតនៃការគំរាមកំហែងនៅក្នុងទឹកដីកាតានៅក្នុងពេលនេះមានទ្រង់ទ្រាយធំដោយសម្លេងផ្ទុះខ្លាំងមាននៅទីក្រុងដូហាទៀតផងនៅព្រឹកព្រលឹមថ្ងៃទី17កក្កដាកុមារម្នាក់បានរងរបួសដោយសារបំណែកគ្រាប់បែកធ្លាក់ក្នុងកំឡុងពេលវាយប្រហារកាតាក៏ជាប្រទេសម្ចាស់ផ្ទះនៃមូលដ្ឋានយោធាដ៏ធំបំផុតរបស់អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ាតែម្ដងហើយបានក្លាយទៅជាគោលដៅនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីរបស់អ៊ីរ៉ង់ចាប់តាំងតែពីដើមនៃជម្លោះខណៈដែលអារភាពនៅតែបន្តហានិភ័យនៃការពង្រីកសង្គ្រាមកំពុងត្រូវបានគេពិនិត្យថាអាចនឹងកើតឡើង
ជាមួយនឹងការបញ្ញាចិត្តលែងមានសម្រាប់ការគោរពកិច្ចព្រមព្រៀងដែលទើបបានសាងសង់ជាមួយគ្នាជាអនុស្សរណៈនៃការយោគយល់នោះក៏កើតមានការអំពាវនាវថ្មីៗបន្ថែមទៀតឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ហើយនឹងស្ដារការសន្ទនាឡើងវិញគេបានឃើញនៅថ្ងៃទី17កក្កដារដ្ឋមន្ត្រីការបរទេសចិននិងប៉ាគីស្ថានចេញនៅសេចក្តីថ្លែងការណ៍រួមគ្នាតែម្ដងអំពីវិនិយោគឲ្យមានការវិលត្រឡប់មករកប័ណ្ណឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកាលពីខែមិថុនាប្រទេសទាំងពីរបានបញ្ជាក់ថាបទបញ្ញត្តិស្នូលនៃអនុស្សរណៈដែលសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានចុះហត្ថលេខាគឺវាមិនត្រឹមតែអនុលោមតាមផលប្រយោជន៍ជាមូលដ្ឋាននិងរយៈពេលវែងសម្រាប់ភាគីពាក់ព័ន្ធប៉ុណ្ណោះនោះទេប៉ុន្តែនេះហើយគឺជាការរំពឹងទុករួមរបស់សហគមន៍អន្តរជាតិដោយសន្តិភាពស្ថិតនៅក្នុងដៃរបស់យើងហើយយើងមិនអាចបាត់បង់វាឥឡូវនេះទុកឲ្យវារអិលបាត់នោះទេទីក្រុងប៉េកាំងនិងទីក្រុងអ៊ីស្លាមាបាតបានជំរុញឲ្យភាគីទាំងពីរបដិញ្ញាចិត្តគោរពទៅតាមបទបញ្ញត្តិដែលបានព្រមព្រៀងសូមជម្រាបថាអនុស្សរណៈនៃការយោគយល់ដែលបានចុះហត្ថលេខាដោយមេដឹកនាំសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មាន14ចំណុចហើយចំណុចធំៗមានចំនួន4គឺការបញ្ចប់ប្រតិបត្តិការយោធាជាបន្ទាន់និងជាអចិន្ត្រៃយ៍លើគ្រប់វិស័យនិងការសន្យាទៅវិញទៅមកដើម្បីជៀសវាងការគំរាមកំហែងនិងការប្រើប្រាស់កម្លាំងប្រឆាំងនឹងគ្នាការដែលសហរដ្ឋអាមេរិកយល់ព្រមដកនៅការបិទផ្លូវកងទ័ពជើងទឹកលើអ៊ីរ៉ង់30ថ្ងៃហើយអ៊ីរ៉ង់ត្រូវបដិញ្ញាចិត្តធានាការឆ្លងកាត់ដោយសុវត្ថិភាពនិងសេរីសម្រាប់នាវាពាណិជ្ជកម្ម60ថ្ងៃអ៊ីរ៉ង់នឹងធ្វើការជាមួយនឹងអូម៉ង់ដើម្បីបង្កើតរដ្ឋបាលសមុទ្រនាពេលអនាគតចំណុចធំទី3គឺសហរដ្ឋអាមេរិកបដិញ្ញាបញ្ចប់ទណ្ឌកម្មទាំងអស់ប្រឆាំងនឹងអ៊ីរ៉ង់បន្ធូរបន្ថយការបង្កកទ្រព្យសម្បត្តិអ៊ីរ៉ង់និងបង្កើតមូលនិធិសេដ្ឋកិច្ចស្ដារឡើងវិញ$300លានជាមួយនឹងដៃគូក្នុងតំបន់និងធាតុសំខាន់ទី4គឺភាគីទាំងពីរព្រមព្រៀងគ្នាបដិញ្ញាចិត្តនៅក្នុងការចរចា60ថ្ងៃដើម្បីបញ្ចប់កិច្ចព្រមព្រៀងដែលនឹងត្រូវគាំទ្រដោយសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកិច្ចព្រមព្រៀងនោះគឺពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរបាទសូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិបាទការពិតទៅរឿងនេះវាគួរជានៅក្នុងបច្ចុប្បន្នភាពអាមេរិកទេក៏ប៉ុន្តែតាក់ទងជាមួយនឹងប្រទេសកម្ពុជាខ្ញុំដាក់នៅក្នុងបច្ចុប្បន្នភាពអន្តរជាតិនៃរឿងនេះយូរតិចដែរប្រហែលថ្ងៃហើយទើបតែខ្ញុំអាចយក file នេះមកចែករំលែកខ្លះអំពីសក្ខីកម្មបាទការប្រោសសក្ខីកម្មរបស់បេក្ខជនឯករដ្ឋទូតសហរដ្ឋអាមេរិកប្រចាំសម្រាប់ប្រទេសកម្ពុជាណាបាទគឺលោក Anderson បាទលោក Anderson លោកបានអញ្ជើញទៅខាងព្រឹទ្ធសភារបស់អាមេរិក But as we look to ព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី16ខែកក្កដានេះដើម្បីផ្ដល់សក្ខីកម្មអំពីអ្វីដែលលោកនឹងត្រូវបំពេញពេលដែលលោកអញ្ជើញទៅបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាណាបាទមានវែងមានសន្តកថាបើករបស់លោកផងដែរប៉ុន្តែខ្ញុំសូមដកសងតែវីដេអូនេះពីការផ្ដល់សក្ខីកម្មដែលសំណួរនឹងចម្លើយនៅពេលដែលលោកសមាជិកព្រឹទ្ធសភា Steve Adain បាទលោកបានសួរលោក Christopher Anderson អំពីបញ្ហា3ចំណុចបាទចា៎ឥឡូវសូមដកឃ្លាមួយមកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាតាមសំណួរចម្លើយដែលខ្ញុំអត់បានបញ្ចូលសំឡេងមុនណាបាទអញ្ចឹងបាទគឺ In ASEAN's collaboration last year, we saw a peace agreement between Thailand and Cambodia that stopped a bloody border clash. You alluded to that in your testimony. Looking to the future, how do you see regional partnerships and forums as a platform for closer U.S. relations and regional stability across Southeast Asia? បាទសំណួរដំបូងនោះគឺលោកសមាជិកព្រឹទ្ធសភាដែនលោកបានសួរតាក់ទងជាមួយនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកជាពិសេសតាមអ្នកលោកត្រាំដែលបានចូលរួមជួយទប់ស្កាត់ការចំនួនរវាងកម្ពុជាហើយនិងថៃបាទដូច្នេះអ្វីទៅតែជាការដែលលោកឯករដ្ឋទូតរំពឹងថានឹងធ្វើការនៅក្នុងតំបន់បាទតំបន់អាស៊ានកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ហ្នឹងតើធ្វើយ៉ាងម៉េចដើម្បីឲ្យបានរីកចម្រើននៅក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកណាបាទនេះគឺជាសំណួរបើកសំណួរទូទៅសិនទេបាទសំណួរទូទៅសិនទេបាទនេះគឺជាចម្លើយរបស់លោកបេក្ខជនឯករដ្ឋទូតរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាគឺលោក Christopher Anderson Thank you for that question, Senator, and thank you for the kind introduction.
I think that's a great question that honestly not only the U.S. but also our regional allies in the area are asking. Obviously, ASEAN is a significant regional partner, and I look forward to working with Ambassador Kim to really advance those priorities. But as we look to a larger spectrum of the tools in the toolbox in the region, I think one of the most prominent is the Mekong-U.S. partnership. បាទគឺលោកបានឆ្លើយដំបូងថាសូមអរគុណចំពោះសំណួរនោះលោកចំពោះលោកសមាជិកព្រឹទ្ធសភាដែនហើយលោកថាអរគុណចំពោះការដែលលោកថ្លែងសន្ទកថាបើកដូចជាសរសើរលោកបេក្ខជនឯករដ្ឋទូតណាបាទលោកថាសំណួរហ្នឹងជាសំណួរដ៏អស្ចារ្យដែលមិនត្រឹមតែសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេបាទដែលចង់ដឹងសូម្បីតែសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់បាទក៏ចង់ដឹងផងដែរបាទលោកថាជាក់ស្ដែងនៅក្នុងអាស៊ានគឺជាដៃគូថ្នាក់តំបន់ដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកហើយលោកទន្ទឹងរង់ចាំធ្វើការជាមួយនឹងលោកឯករដ្ឋទូតគឹមដែលទទួលបន្ទុកខាងអាស៊ានដើម្បីជំរុញអធិភាពនោះឲ្យកាន់តែរីកចម្រើនប៉ុន្តែលោកថាបើសិនជាកលេចមើលឧបករណ៍ដែលមានជាច្រើននៅក្នុងតំបន់គឺថាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលលេចធ្លោនោះគឺភាពជាដៃគូបេកុងនិងសហរដ្ឋអាមេរិក It's a regional platform that embraces economic and natural resource cooperation amongst the five countries of the Mekong region. We're seeing that kind of blossom include some joint ventures with Japan. And leveraging that, I think, is a great opportunity to really give the region a shot in the arm that right now and capitalize on the optimism that is currently there. បាទបន្តទៀតនោះគឺលោកថាវេទិកាហ្នឹងវាបាទវាគឺជាវេទិកាក្នុងតំបន់បាទគឺដែលជាវេទិកាក្នុងតំបន់មួយដែលអបប្រសោបយកនៅកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងធនធានធម្មជាតិក្នុងចំណោមប្រទេសទាំង5នៅក្នុងតំបន់មេគង្គហើយលោកយល់ថាវាកំពុងតែមានការរីកចម្រើនតាមលោកមើលឃើញគឺកំពុងតែមានការរីកចម្រើនបាទហើយមានការបណ្ដាក់ទុនរួមគ្នាបាទនៅតែធ្វើការរួមគ្នាជាមួយនឹងជប៉ុនហើយនឹងការតាក់ទាញអត្ថប្រយោជន៍ដែលលោកគិតថាវាជាឱកាសដ៏ល្អមួយដើម្បីផ្ដល់ឲ្យតំបន់នេះនៅឱកាសមួយនៅពេលនេះនឹងទាញយកអត្ថប្រយោជន៍ពីសុទិដ្ឋិនិយមនាពេលបច្ចុប្បន្ននេះបាទនេះជាចម្លើយចំពោះសំណួរទី1អញ្ចឹងសូមបើកវងកញ្ចក់បន្តិចប្រិមិត្តណាចូលនៅក្នុង show ខ្ញុំយូរហើយនឹងខ្ញុំបានប្រាប់ទៀតថានៅក្នុងពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាហាក់ដូចជាតានតឹងក៏ប៉ុន្តែច្រកមួយដែលកម្ពុជាបើកឲ្យសហរដ្ឋអាមេរិកធ្វើការជាមួយនោះគឺទំនាក់ទំនងនៅខាងទន្លេមេគង្គនេះឯងបាទចឹងអ្នកណាចូលក្នុង show ខ្ញុំតាំងពីដើមមកបែរជានៅចាំពីនឹងខ្ញុំធ្លាប់បានបញ្យល់យូរមកហើយឥឡូវនេះលោកឯករដ្ឋទូតលោកបានលើកឡើងនៅចំណុចហ្នឹងចឹងសូមប្រិមិត្តចងចាំណាចងចាំចំណុចនេះដែរជាចំណុចមានដែលកម្ពុជាទោះបីជាមានភាពតានតឹងយ៉ាងម៉េចធ្វើការល្អជាមួយនឹងសហរដ្ឋអាមេរិកជាប់ជាប្រចាំចឹងហើយបានខ្ញុំពង្រៀនប្រិមិត្តឲ្យរៀនមើលបញ្ហាកុំមើលតែជ្រុងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឬក៏ទំនាក់ទំនងយោធាហ្នឹងទៅមើលរូបភាពទាំងមូលតែម្ដងចឹងឥឡូវចំណុចនេះ highlight ជូនប្រិមិត្តឲ្យបានដឹងហើយសូមចងចាំរបៀបវាតម្លៃសភាពការជាមួយនឹងសហរដ្ឋអាមេរិកបាទ Earlier this year, the USS Cincinnati visited Cambodia's Ream Naval Base. The visit was intended to strengthen the mill-to-mill ties and reaffirm U.S. access to the port following its Chinese-funded expansion. It was a promising moment in our military ties with a critical Southeast Asia country. Mr. Anderson, how do you foresee the future of U.S.-Cambodia security cooperation? បាទសំណួរនេះសំខាន់ណាស់ប្រិមិត្តគឺលោកឯកសំទោសលោកសមាជិកព្រឹទ្ធសភាដែនលោកបានសួរថាកាលពីដើមឆ្នាំនេះគឺនាវាចម្បាំងរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា USS Cincinnati បានទៅទស្សនានៅមូលដ្ឋានទ័ពជើងទឹករៀមរបស់កម្ពុជាណាហើយលោកចាត់ទុកថាដំណើរទស្សនកិច្ចនេះគឺមានបំណងពង្រឹងទំនាក់ទំនងយោធានិងបានបញ្ជាក់ជាថ្មីអំពីការចូលប្រើប្រាស់កំពង់ផែរបស់កម្ពុជាដោយយោធារបស់សហរដ្ឋអាមេរិកបន្ទាប់ពីកំពង់ផែនោះបានពង្រីកបាទដែលផ្ដល់មូលនិធិដោយប្រទេសចិនហើយលោក
សមាជិកប្រសិទ្ធភាពវាតម្លៃថាវាគឺជាពេលវេលាដ៏ជោគជ័យមួយនៅក្នុងទំនាក់ទំនងយោធារបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកម្ពុជាបាទដែលជាប្រទេសដ៏សំខាន់មួយដូច្នេះអ្វីដែលលោកចង់ដឹងថាតើលោកឯកអគ្គរដ្ឋទូតតើមើលឃើញយ៉ាងណាដែរអំពីអនាគតនៃកិច្ចសហប្រតិបត្តិការសន្តិសុខរវាងសហរដ្ឋអាមេរិកនិងកម្ពុជាយ៉ាងដូចម្តេចគឺបានទំនាក់ទំនងរវាងយោធានិងយោធានឹងតើយ៉ាងម៉េចបាទតើលោកឯកអគ្គរដ្ឋទូតលោកឆ្លើយថាយ៉ាងម៉េចដែរបាទ Again, thank you, sir. And I can't emphasize that this is, again, a question that our allies, specifically Five Eyes countries, are asking about the region. Obviously, Hun Manet has said that Ream Naval Base is open to all friendly nations, yet most countries around the globe still question whether that is a reality. I think the first part of answering your question is engagement. បាទសូមបកប្រែបណ្ដាវគ្គទី1គឺលោកបានឆ្លើយថាគឺលោកមិនអាចសង្កត់ធ្ងន់អស់នៅអ្វីដែលជាសារៈសំខាន់នៃសំណួរនេះទេដែលលោកចាត់ទុកថានេះមិនមែនត្រឹមតែជាសំណួររបស់លោកសមាជិកព្រឹទ្ធសភាទេវាជាសំណួរដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកហ្នឹងបានសួរផងដែរជាពិសេសក្រុមប្រទេស Five Eyes បាទគឺប្រទេសដែលមានចូលរួមក្នុងការចែករំលែកចារកម្មជាមួយគ្នាណាបាទគឺមានអង់គ្លេសមានអូស្ត្រាលីជាដើមនោះបាទហើយបាទគឺគាត់ថាខាងបណ្ដាក្រុមប្រទេសទាំងនោះក៏បានសួរសំណួរអំពីតំបន់នេះដូចគ្នាអញ្ចឹងដែរហើយជាក់ស្ដែងគឺលោកហ៊ុនម៉ាណែតបាននិយាយថាមូលដ្ឋានទ័ពជើងទឹករៀមគឺបើកចំហសម្រាប់ប្រទេសជាមិត្តទាំងអស់ប៉ុន្តែបើទោះបីជាខាងកម្ពុជាបាននិយាយអញ្ចឹងលោកបាននិយាយថាប្រទេសភាគច្រើននៅជុំវិញពិភពលោកនៅតែចោទជាសំណួរថាការដែលមេដឹកនាំកម្ពុជានិយាយនេះតើវាជារឿងពិតឬអត់បាទដូច្នេះអ្វីដែលជាការដែលលោកចង់ធ្វើគឺថាដំបូងគឺត្រូវជាការឆ្លើយនឹងសំណួររបស់លោកសមាជិកព្រឹទ្ធសភានោះគឺត្រូវធ្វើការចូលរួមបាទចូលរួមជាមួយនឹងកម្ពុជាគឺបានមិនមែនដកខ្លួនឲ្យនៅឆ្ងាយនោះទេ How to lean forward into conversations with the government and then looking forward at how to pursue those partnerships in an incremental, measured way as we match it with productivity on increasing the U.S. bilateral ties. So seeing things move forward together, not just pushing an investment and then hoping for change on the back end. បាទគាត់ថាដូច្នេះអំណេះតទៅមុខទៀតនោះគឺទៅចូលរួមនៅក្នុងការសន្ទនាជាមួយនឹងរដ្ឋាភិបាលកម្ពុជាបានន័យថាធ្វើការជាមួយគ្នានិយាយគ្នាទៅវិញទៅមកគឺមិនដាច់ចេញពីគ្នាហើយបន្ទាប់មកគឺបាទគឺយើងរំពឹងថារងចាំថាតើត្រូវធ្វើយ៉ាងណាបន្តភាពជាដៃគូបាទទាំងនោះតាមរបៀបដែលបង្កើនកិច្ចការហ្នឹងគឺបន្តិចម្ដងដែលមានការគុណគូពិចារណាទៅតាមជាជំហានតើល្អដល់ណាយើងទៅធ្វើម៉េចតជាបន្តទៀតហើយនៅពេលដែលយើងគេថាគូផ្គងជាមួយនឹងផលិតភាពបាទគឺបានថាលទ្ធផលនៃការទំនាក់ទំនងទ្វេភាគីជាមួយនឹងសហរដ្ឋអាមេរិកបាទអញ្ចឹងបានន័យថាវាជាជំហាននៅក្នុងការធ្វើការជាមួយនឹងកម្ពុជាបាទដូច្នេះគឺអ្វីដែលជាការរីកចម្រើនដែលមើលឃើញជាមួយគ្នាគឺមិនមែនគ្រាន់តែជាការមួយដែលដាក់ទុនវិនិយោគឬក៏ការធ្វើកិច្ចការនឹងម្ដងហើយរំពឹងថាអូថ្ងៃក្រោយទៅលទ្ធផលនឹងល្អទេបាទគឺអ្វីដែលលោកចង់មានប្រសាសន៍ចង់សម្ដៅថាពេលដែលទៅទស្សនាកំពង់ផែរៀមម្ដងអញ្ចឹងហើយស្រាប់តែអូទៅបានម្ដងហើយគឺល្អហើយមិនទេលោកថាបើបានទៅម្ដងអញ្ចឹងហើយគឺបានន័យថាអាចនឹងធ្វើការងារជាបន្តទៅទៀតដោយដែលអ្វីដែលសហរដ្ឋអាមេរិកបានធ្វើនោះគឺមានការធ្វើសម្ពយុទ្ធយោធាជាមួយគ្នាឡើងវិញបាទបើធ្វើជាមួយគ្នាទៅលទ្ធផលល្អទៅអាចនឹងមើលបន្ថែមទៀតទៅលើកិច្ចការមួយចំនួនទៀតដែលមានការហាត់វឹកវើបញ្ជូនទាហានរៀនសូត្ររៀនអីហ្នឹងបាទដែលខាងសហរដ្ឋអាមេរិកមានផែនការនាពេលកន្លងមកផងដែរបាទហើយចំនួនចុងក្រោយគឺតាក់ទងជាមួយហ្នឹងបាទតើត្រូវធ្វើយ៉ាងម៉េចសម្រាប់ប្រទេសកម្ពុជាដែលជាអធិភាពរបស់លោកនោះបាទ U.S. investment in Cambodia, frankly, has been limited, especially when compared to its neighbors in Vietnam and Thailand. Economic ties have been so important, such a part of driving U.S. relations in Southeast Asia, but we haven't quite found major success yet
where you're headed if confirmed to Cambodia. Mr. Anderson, can you talk a little bit about why the investment climate in Cambodia has historically been difficult, as well as how you would work to bring more U.S. business investment into the country? បាទនេះជាសំណួរសំខាន់ប្រិមិត្តដែលតកតងជាមួយនឹងអ្វីដែលទៅជាតែងតែជាគោលដៅរបស់សហរដ្ឋអាមេរិកនេះគឺបរិយាកាសនៃការវិនិយោគបាទវិនិយោគពាណិជ្ជកម្មបាទលោកដេនលោកបានមានប្រសាសន៍ថាបើប្រៀបធៀបជាមួយនឹងប្រទេសវៀតណាមប្រទេសថៃហ្នឹងគឺការដែលសហរដ្ឋអាមេរិកទៅវិនិយោគនៅទីនោះដូចជាមានលក្ខណៈបើកទូលំទូលាយល្អជាងបាទនៅប្រទេសកម្ពុជាហ្នឹងគឺមានលក្ខណៈដូចថាលំបាកហើយជាតាមធម្មតាការវិនិយោគទៅក្រៅប្រទេសនោះវាជាឆ្អឹងខ្នងដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងការធ្វើការជាមួយប្រទេសនានាអញ្ចឹងតើលោក Ambassador បាទលោកឯកអគ្គរដ្ឋទូតនឹងមានផែនការយ៉ាងណាដើម្បីដូចថាបើកទីផ្សាររបស់កម្ពុជានឹងឲ្យទទួលការវិនិយោគទុនពីសហរដ្ឋអាមេរិកតទៅទៀតបាទដូច្នេះគឺលោកចង់ឲ្យមានការបំបែកនៅឧបសគ្គដែលមានពេលបច្ចុប្បន្នដែលនៅតែដូចថាមិនទាន់បានទូលំទូលាយបាទ Yes, thank you, sir. Top priorities for me, if confirmed, would be scam centers, economic and security cooperation, and regional frameworks. The economic aspect that you hit on here is firmly within that second priority. Through all of my years of service, I've noticed that not just governments, but private business desires stable outlooks and predictability. Cambodia historically has not had that predictable nature. I mean, that's proven by just the U.S. government-to-government relationship that has ebbed and flowed over the years. បាទចម្លើយរបស់លោក Christopher Anderson គឺលោកបានបញ្ជាក់ថាអតិភិបចម្បងសម្រាប់លោកប្រសិនបើលោកទៅបានអនុម័តយល់ព្រមឲ្យក្លាយទៅជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជានេះគឺលោកផ្ដោតដំបូងគេគឺមជ្ឈមណ្ឌលបោកប្រាស់ scam center ណាបាទហើយនឹងទៅធ្វើយ៉ាងណាឲ្យមានកិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ចហើយនឹងសន្តិសុខនិងក្របខ័ណ្ឌនៅក្នុងតំបន់ផងដែរបាទហើយថាសំណួររបស់លោកសំណួររបស់សមាជិកព្រឹទ្ធសភានេះគឺចំទៅលើអតិភិបទី2របស់លោកគឺខាងសេដ្ឋកិច្ចបាទលោកបានលើកឡើងនៅប្រវត្តិការងាររបស់លោកថាពេញមួយអាជីពការងាររបស់លោកដែលបានចំណាយពេលអស់ជាច្រើនឆ្នាំមកនេះគឺលោកបានកត់សម្គាល់ឃើញថាមិនត្រឹមតែខាងរដ្ឋាភិបាលប៉ុណ្ណោះទេដែលចង់ដឹងដោយដែលលោកសមាជិកព្រឹទ្ធសភាបានលើកឡើងនេះគឺសូម្បីតែក្រុមហ៊ុនបាទក្រុមហ៊ុនខាងឯកជនក៏ចង់បានទស្សនវិស័យមួយដែលមានស្ថិរភាពនិងអាចព្យាករបានដែរបាទហើយលោកថាជាប្រវត្តិសាស្ត្រគឺប្រទេសកម្ពុជាមិនទាន់មានលក្ខណៈបាទដែលអាចនឹងព្យាករបាននៅឡើយទេបាទគឺបានន័យថាគឺទំនងជាមួយនឹងរដ្ឋាភិបាលរវាងសហរដ្ឋអាមេរិកនិងកម្ពុជានឹងបានថយចុះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបាទ The goal would be to work together, again, engagement with Cambodia to provide a predictable outlook for the future and then leverage some of the things that President Trump has recently done. The agreement on reciprocal trade, the Open Skies Agreement, and other aspects are tools to propel us to encourage not only U.S. but global investment into Cambodia. បាទលោកថាដូច្នេះគឺគោលបំណងគោលដៅដែលលោកនឹងធ្វើគឺធ្វើការរួមគ្នាជាមួយនឹងកម្ពុជាលោកប្រាប់ថា engagement បានន័យថាគឺធ្វើការរួមមុខគ្នាធ្វើការជាមួយគ្នាមិនមែនដើរចេញពីគ្នាទេបាទមានរឿងអីទៅអង្គុយតុកជាមួយគ្នាធ្វើការជាមួយគ្នាជាមួយនឹងកម្ពុជានឹងតែម្ដងដើម្បីផ្ដល់នៅទស្សនវិស័យដែលអាចព្យាករបានសម្រាប់អនាគតហើយបន្ទាប់មកទាញយកអត្ថប្រយោជន៍ពីរឿងមួយចំនួនឬក៏កិច្ចការមួយចំនួនដែលលោកប្រធានាធិបតី Donald Trump បានធ្វើរួចមកហើយនាពេលថ្មីនេះគឺទៅលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មលើពន្ធបដិការនោះពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកដែលបានតម្លើងពន្ធប្រហែលថ្ងៃមុននោះបាទហើយនឹងក៏មានកិច្ចព្រមព្រៀងស្ដីពីជើងមេឃបើកចំហដែលចាំទេប្រិមិត្តដែលទើបតែចុះហត្ថលេខាកាលពីប្រហែលសប្តាហ៍មុនអំពីការហោះហើរ
ដោយផ្ទាល់ពីសហរដ្ឋអាមេរិកទៅកម្ពុជាណាបាទដូច្នេះលោកថានេះគឺជាសក្តានុពលដែលយើងយកមកប្រើហើយក៏មានទស្សនវិជ្ជាផ្សេងទៀតបាទដែលនឹងមានគឺដើម្បីធ្វើជាឧបករណ៍យ៉ាងណាជំរុញឲ្យហើយនឹងលើកទឹកចិត្តមិនត្រឹមតែសហរដ្ឋអាមេរិកទេលោកថាដែលទៅវិនិយោគនៅក្នុងប្រទេសកម្ពុជាគឺមានទាំងបណ្ដាប្រទេសផ្សេងទៀតនៅក្នុងសកលលោកទៅចូលទៅក្នុងប្រទេសកម្ពុជាផងដែរបាទអញ្ចឹងគឺបានន័យថាខាងបេសកកម្មរបស់លោកគឺនឹងប្រើប្រាស់នៅសក្តានុពលដែលមានរួចមកហើយរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកហើយនឹងស្វែងរកសក្តានុពលបន្ថែមទៀតបាទអញ្ចឹងនេះគឺជាចំណុចសំខាន់មួយដែលនៃការផ្ដល់សក្ខីកម្មរបស់លោក Christopher Anderson បាទមានសមាជិកប្រសិទ្ធភាពផ្សេងទៀតបានសួរដែរប៉ុន្តែចំណុចនេះមួយខ្ញុំឃើញមានសារៈសំខាន់អញ្ចឹងខ្ញុំដកស្រង់មកជម្រាបជូនប្រិយមិត្តហើយក៏មានសន្ទរកថាបើករបស់លោក Anderson ផងដែរពេលដែលលោកបានអានសន្ទរកថាបើកថាតើលោកនឹងធ្វើអ្វីបន្ថែមទៀតក៏ប៉ុន្តែតាមធម្មតាការចោទសួរសំណួរនេះគឺវាមានលក្ខណៈសំខាន់អញ្ចឹងហើយបានជាខ្ញុំដកស្រង់មកសំណួរនេះអញ្ចឹងបានបង្ហាញនៅអ្វីដែលមាននៅក្នុងផ្នត់គំនិតរបស់លោក Christopher Anderson បើសិនជាលោកចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនណាបាទសូមអរគុណប្រិយមិត្តច្រើនដែលចូលមកស្ដាប់ការចែករំលែកថ្ងៃនេះមិនច្រើនទេគឺព័ត៌មានមួយទៀតហ្នឹងគឺខាងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថាខ្លួនបានបើកប្រតិបត្តិការវាយប្រហារថ្ងៃទី8ផងដែរទៅលើគោលដៅនានានៅក្នុងប្រទេសអ៊ីរ៉ង់ដើម្បីជាការសងសឹកចំពោះអ៊ីរ៉ង់ដែលបានវាយប្រហារមកលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅប្រទេសយ៉ូដានីបាទអញ្ចឹងខ្ញុំសូមបញ្ជូនព័ត៌មានដែលក្រៀមក្រំនេះទេនៅថ្ងៃអាទិត្យនេះបាទសូមជូនតែប៉ុណ្ណឹងបាទអញ្ចឹងសូមអរគុណប្រិយមិត្តណាបាទអរគុណប្រិយមិត្តដែលបានចូលមកស្ដាប់បាទឥឡូវសូមជម្រាបលាមុននឹងជម្រាបលាសូមទទួលស្គាល់ acknowledge ប្រិយមិត្តមួយចំនួនបាទ Baby Small លោកចម្រើនរត់ចូលហើយលោកគីលឹមមកគឺលើបានចូលដែរបាទ Baby Small លោកពូបានដឹងរឿងលោកបណ្ឌិតម្នាក់នៅក្នុងស្រុកដែលកំពុងល្បីរឿងមហាជនរិះគន់យ៉ាងនោះដែលគាត់វិភាគរឿងយោធាបង្អាប់ខ្មែរតែសរសើរសៀមបាទខ្ញុំសោកស្ដាយដែរខ្ញុំឮសូរអ្វីដែលគាត់និយាយហ្នឹងគឺបាទគាត់និយាយហ្នឹងគឺសម្រាប់ខ្ញុំមិនមែនជាបណ្ឌិតទេបាទបណ្ឌិតដែលមានចំណេះដឹងខ្ពង់ខ្ពស់គេអត់និយាយបែបហ្នឹងទេបាទរឿងកិច្ចការខ្លះយើងដឹងមកកណាត់យើងមិនទៅទាញការសន្និដ្ឋានទូទៅដោយគាត់និយាយនោះទេបាទនិយាយចេញមកគាត់របៀបបណ្ឌិតដែរប៉ុន្តែសម្ដីគាត់ដូចក្មេងនៅត្រឹម high school ដែលគាត់និយាយអីមកគេអង់គ្លេសគេថា hyper និយាយចេញមកដូចរំភើបខ្មាស់ខ្នែងបាទនៅក្នុងទស្សនវិជ្ជាផ្លូវច្បាប់ក្តីផ្លូវយោធាក្តីផ្លូវការទូតក្តីយើងមិនអាចវិតម្លៃតែម្នាក់ឯងដោយយកគេហៅថាfactor គឺកត្តាដែលលោកមកវិតម្លៃតាមរយៈអ្នកនេះចេះប៉ុណ្ណេះអ្នកនោះចេះប៉ុណ្ណោះមនុស្សនៅស្រុកមួយអ្នកឯងចង់ចេះអ្នកបណ្ឌិត2លានអ្នកក៏ដោយនៅស្រុកខ្មែរបណ្ឌិតតែ5អ្នកក៏ដោយពេលដែលទៅពិភាក្សាគ្នាហ្នឹងគឺ numbers doesn't count តួលេខចំនួនអ្នកចេះច្រើនអត់សំខាន់ទេសំខាន់គឺមនុស្សនឹងអាចនិយាយចំពោះកិច្ចការនឹងបានប៉ុណ្ណាប៉ុន្តែឃើញគាត់យកតួលេខមកផ្គុំគ្នាអានេះបណ្ឌិតច្រើនជាងខ្លាំងជាងមិនមែនទេគេមិននិយាយចឹងទេបាទគេយកខ្លឹមសារនឹងការងារដែលធ្វើហើយមិនដឹងជាគាត់ឈរលើកត្តាអីដែលវាតម្លៃទៅដល់លើកត្តាការទូតបរាជ័យគ្រប់ទាំងអស់ខ្ញុំអាចនិយាយបានថាអ្វីដែលគាត់និយាយហ្នឹងគឺសំទោសខ្ញុំប្រើពាក្យធ្ងន់តិច childish ហ្នឹងគឺបានន័យថាដូចកូនក្មេងអញ្ចឹងដូចកូនក្មេងទៅ high school និយាយតាមអារម្មណ៍អត់មានមូលដ្ឋានពិតឈរនៅក្នុងនោះបើខ្ញុំដឹងពីរឿងកិច្ចការទូតហើយនឹងរយៈដំណើរទៅខ្មែរប្រហែលថ្ងៃដែលខ្ញុំបានដឹងរឿងកិច្ចការយោធាខ្លះទៀតហ្នឹងគឺខុសពីគាត់និយាយហ្នឹងគឺ180អង្សាតែ degree តែម្ដងបាទសោកស្ដាយដែលមានបណ្ឌិតដែលបែបហ្នឹងនៅស្រុកខ្មែរអញ្ចឹងហើយបានយើងវាមិនអាចនឹងរីកចម្រើនបានគឺគួរតែគោរពងារបណ្ឌិតនឹងឲ្យវាច្បាស់លាស់ផងគឺមិនមែននិយាយប្រភ្លេចប្រភ្លោចអញ្ចឹងបានទេងប់ហើយធ្វើរឹកអីពាក្យសម្ដីអីនិយាយឲ្យវាស័ក្តិសមជាបណ្ឌិតបន្តិចទៅងាប់ហើយនិយាយអត់ស័ក្តិសមដូចកូនក្មេងហ្នឹងនិយាយដូចកូនក្មេងមើលទៅងាប់ហើយមិនទេ
បាទអត់និយាយរួមអ្វីដែលគាត់និយាយនឹង childish មែនតើដូចកូនក្មេងមែនតើបាទខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយទេប៉ុន្តែខ្ញុំមើលទៅវា is too much និយាយបែបបាទបើធនធានប្រទេសមួយមានមនុស្សបែបដូចគាត់នឹងធ្វើការងាប់ឲ្យថៃអង្គុយផ្ទះដៃផ្ទះគូតសាយងាប់ហ៎បាទបាទអរគុណbaby small គាត់ថាឲ្យតែឈ្នះសៀមសប្បាយជាងប្រទេសដទៃទៀតឈៀនបុនបាទជំរាបសួរសម្បូរឈឿនបាទលោកស៊ីថាអូម្ចាស់ថ្លើមថ្លៃអើយលោកស៊ីថាបែកប្រមាណតាំងពីមុនទៅខ្មែររហូតមកវិញលោកស៊ីថាកិច្ចខ្ញុំរហូតឲ្យរឹងសន្យាថាឲ្យរឹងមួយសម្រាប់មកផ្ទះគាត់ដល់ពេលទៅដល់ខ្មែរកិច្ចឲ្យឈឹងហ្មងបាទទំនេរចំថ្ងៃខ្ញុំរវល់គាត់ថាទំនេរចំមួយថ្ងៃខ្ញុំកំពុងតែជិះយន្តហោះទៅលោកស៊ីថានិយាយលេងលោកស៊ីថាអរគុណច្រើនបាទអរគុណប្រិមិត្តបាទអរគុណប្រិមិត្តច្រើនដែលបានចូលមកនិយាយសំណេះសំណាលបាទសូមជម្រាបលាបាទសូមជម្រាបលាសូមអរគុណហើយកុំភ្លេចមើលបាល់ផងណាយកខាងណាខ្ញុំយកខាងអាសង់ទីនបាទល្ងាចជួបគ្នាយើងពិភាក្សាគ្នាថាអ្នកណាជោគជ័យក្រុមអ្នកណាជោគជ័យបាទអរគុណសូមជម្រាប